ជំរាបសួរថ្ងៃនេះខ្ញុំសូមណែនាំអំពីមុខងារតេឡេបញ្ជាម៉ូទ័រវាំងនននិងម៉ូទ័រប្លាញរបស់ក្រុមហ៊ុន MVC នេះជាផ្ទៃខាងមុខនៃតេឡេបញ្ជាតេឡេរបស់យើងអាចបញ្ជាបានរហូតដល់6ប៉ុស្តិ៍ហើយមានអេក្រង់សម្រាប់បង្ហាញលេខប៉ុស្តិ៍នីមួយៗផងដែរប៊ូតុងដែលមានសញ្ញាទៅលើនេះគឺជាទូទៅប្រើសម្រាប់បញ្ជាវាំងននបើកនិងប៊ូតុងដែលដូចសញ្ញាដកនេះគឺប្រើសម្រាប់បញ្ឈប់ម៉ូទ័រឬបញ្ឈប់វាំងនននៅក្នុងទីតាំងណាមួយជាក់លាក់ប៊ូតុងដែលមានសញ្ញាទៅក្រោមនេះជាទូទៅប្រើសម្រាប់បញ្ជាបិទវាំងននចំណែកប៊ូតុងដែលមានសញ្ញាទៅមុខនេះប្រើសម្រាប់ជ្រើសលេខប៉ុស្តិ៍ដើម្បីកំណត់ឬបញ្ជាម៉ូទ័រណាមួយអញ្ចឹងយើងចូលមកផ្នែកខាងក្រោយរបស់តេឡេបញ្ជាវិញដើម្បីបើកសន្ទះខាងក្រោយនេះបានយើងត្រូវការសង្កត់វានៅចំណុចខាងលើបន្តិចនិងរុញចុះក្រោមជានៅពេលដែលបើកសន្ទះខាងក្រោយនេះចេញមកយើងឃើញមានប៊ូតុងតូចៗចំនួន2ដែល P1 គឺជាប៊ូតុងកូដនិង P2 ជាប៊ូតុងសម្រាប់កំណត់បន្ទាប់មកយើងឃើញមានទីតាំងសម្រាប់ដាក់ថ្មចំនួន2គ្រាប់ដែរអញ្ចឹងចូលមករបៀបដាក់ថ្មតេឡេម្ដងរបៀបដាក់ថ្មនេះគឺសាមញ្ញទេប៉ុន្តែត្រូវការជ្រើសរើសថ្មដែលមានទំហំ A3 ដងអញ្ចឹងដើម្បីឲ្យតេឡេដំណើរការយើងត្រូវដាក់ថ្មចំនួន2គ្រាប់នឹងចូលដោយពោលដកយើងត្រូវដាក់ខាងមានរសើរនិងពោលបូកយើងត្រូវដាក់ខាងអត់មានរសើរបន្ទាប់ពីដាក់ថ្មរួចយើងត្រូវដាក់សន្ទះខាងក្រៅចូលវិញដោយគ្រាន់តែសង្កត់និងរុញឡើងលើបន្តិចជាការស្រេច